ចាជាបឋមនាងខ្ញុំសូមជម្រាបសួរលោកគ្រូចានាងខ្ញុំឈ្មោះផាត់ដាវីចាថ្ងៃនេះនាងខ្ញុំមកសង្ខេបមេរៀនទី2ដែលលោកគ្រូបានដាក់ឲ្យហើយនៅក្នុងមេរៀននេះផងដែរគឺនាងខ្ញុំបានអាននិងបានយល់ខ្លឹមសារសំខាន់3ចាទី1គឺសេចក្តីផ្ដើមចាទី2គឺកត្តាសំខាន់ដែលជាអត្តពលលើការវិយតម្លៃចាវិយតម្លៃនៅក្នុងថ្នាក់រៀននិងទី3ធាតុផ្សំនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនចាអញ្ចឹងចំពោះចំណុចទី1សេចក្តីផ្ដើមចាចំពោះសេចក្តីផ្ដើមនៅក្នុងមេរៀននេះគឺជាវិធីសាស្ត្រចាជាការប្រើវិធីសាស្ត្រឬក៏ឧបករណ៍ផ្សេងដែលអ្នកអប់រំប្រើប្រាស់ដើម្បីវាយតម្លៃនិងវាស់វែងនៅចំណេះដឹងឬក៏ចងក្រងជាឯកសារពីការត្រៀមខ្លួនរៀនសូត្ររបស់សិស្សពីវឌ្ឍនភាពនៃការសិក្សាការអភិវឌ្ឍជំនាញនិងតម្រូវការអប់រំរបស់សិស្សនិងសមិទ្ធផលសិក្សារបស់សិស្សផងដែរចាទី2ចាចំណុចទី2គឺកត្តាសំខាន់ដែលជាអត្តពលលើការវិយតម្លៃក្នុងថ្នាក់រៀនចាចំពោះចំណុចទី2កត្តាសំខាន់ដែលជាអត្តពលលើការវិយតម្លៃក្នុងការសិក្សាហ្នឹងគឺនាងខ្ញុំស្វែងយល់បាន6ចំណុចដែរចាចំណុចទី1គឺចំណេះដឹងបំណិននិងអេរយាបថនៅសតវត្សទី21ចាចំណុចទី2គឺអក្ខរកម្មផ្នែកទិន្នន័យចាទី3គឺបច្ចេកវិទ្យាទី4គឺគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងចាទី5គឺការអប់រំតាមប្រព័ន្ធស្តង់ដារនិងចុងក្រោយទី6គឺការប្រឡងថ្នាក់ជាតិនានាចាទាំង6ចំណុចហ្នឹងគឺជាកត្តាសំខាន់ដែលជាអត្តពលលើការវិយតម្លៃនៅក្នុងថ្នាក់រៀនផងដែរចាចំណុចទី3ចាចំណុចទី3គឺធាតុផ្សំនៃការវិយតម្លៃនៅក្នុងថ្នាក់រៀនចាចំពោះធាតុផ្សំនៃការវិយតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងគឺជាដំណើរការមួយដែលប្រមូលភស្តុតាងនៃការរៀនរបស់សិស្សដើម្បីគ្រប់គ្រងការសម្រេចចិត្តតាមមធ្យោបាយផ្សេងចាចំពោះធាតុផ្សំនៃការវិយតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងគឺនាងខ្ញុំបានស្វែងយល់នៅ4ចំណុចបន្ថែមទៀតចាគឺការវិយតម្លៃធ្វើចំណាត់ថ្នាក់ដំបូងចាចំពោះការវិយតម្លៃធ្វើចំណាត់ថ្នាក់ដំបូងនេះគឺស្វែងយល់ពីសមត្ថភាពដំបូងរបស់សិស្សសិនចាសមត្ថភាពដំបូងនឹងយ៉ាងម៉េចចាឧទាហរណ៍សួរសំណួរផ្ទាល់មាត់ជាមួយសិស្សតើគាត់ចំណេះដឹងរបស់គាត់បានប៉ុន្មានចាឬក៏ដាក់លំហាត់ចាឲ្យសិស្សធ្វើជាដើមចាទី2គឺការវិយតម្លៃតាមដំណាក់ចំពោះការវិយតម្លៃតាមដំណាក់ហ្នឹងគឺការធ្វើអន្តរកម្មជាមួយសិស្សចាចំពោះការធ្វើអន្តរកម្មហ្នឹងគឺធ្វើអន្តរកម្មនៅអំឡុងពេលបង្រៀនចាមានការគ្រូសួរទៅសិស្សឆ្លើយចាអញ្ចឹងសួរឆ្លើយជាមួយគ្រូសិស្សឆ្លើយជាមួយគ្រូអញ្ចឹងចាមានអន្តរកម្មជាមួយគ្នាហើយដោយផ្ដល់ចាអត្ថភាពឲ្យគាត់សម្រេចចិត្តផ្ដល់ការសម្រេចចិត្តរបស់គាត់ចាទោះឆ្លើយត្រូវមិនត្រូវយើងផ្ដល់ការលើកទឹកចិត្តដល់គាត់ចាហើយទីចំណុចគោលទី3គឺការវិយតម្លៃបែបវិនិច្ឆ័យចាចំពោះការវិយតម្លៃបែបវិនិច្ឆ័យនេះផងដែរគឺការវិនិច្ឆ័យទៅលើការលំបាកក្នុងការរៀនសូត្ររបស់សិស្សចាអំឡុងពេលបង្រៀនហ្នឹងដោយសួរពីមូលហេតុថាមូលហេតុដែលគាត់ជួបការលំបាកក្នុងការរៀនសូត្រហ្នឹងចាឬក៏យើងអាចវាយតម្លៃទៅលើការធ្វើតេស្តសាកល្បងបន្ថែមទៀតសិនចាបន្ថែមទៅទៀតត្រូវស្វែងយល់បន្ថែមពីបញ្ហារបស់សិស្សដែរថាតើគាត់មានបញ្ហាណាមួយចាដូចជាគាត់មានបញ្ហាសុខភាពអត់ចាបញ្ហាផ្លូវចិត្តអត់បញ្ហាកាយសម្បទាគាត់មកមួនអត់គ្រប់គ្រាន់អត់ចាឬក៏អារម្មណ៍របស់គាត់ចាអារម្មណ៍របស់គាត់ល្អអារម្មណ៍របស់គាត់មានបញ្ហាប៉ះពាល់ផ្លូវចិត្តគាត់អត់ចាអារម្មណ៍គាត់អត់ដែលមករៀនហ្នឹងឬក៏នៅផ្ទះគាត់មានបញ្ហាគ្រួសារឬក៏បញ្ហាណាមួយចាទៅសួរនាំគាត់សិនចាសួរមូលហេតុសិនដើម្បីឲ្យការវិនិច្ឆ័យរបស់យើងហ្នឹងបានត្រឹមត្រូវហើយនឹងចំណុចចុងក្រោយមួយទៀតគឺការវិយតម្លៃសរុបចំពោះការវិយតម្លៃសរុបនេះផងដែរគឺជាការប្រើប្រាស់ទៅលើលទ្ធផលសិក្សារបស់សិស្សចាឧទាហរណ៍ទៅលើការដាក់ពិន្ទុចាចំពោះការដាក់ពិន្ទុនេះយើងមិនមែនវិនិច្ឆ័យទៅលើតែតួលេខមួយមុខទេ
ចាមិនមែនវិនិច្ឆ័យទៅលើតួលេខរបស់សិស្សតែមួយមុខទេចាគឺយើងវិនិច្ឆ័យពីគុណភាពដែរចាពីគុណភាពហ្នឹងគុណភាពដោយកំណត់ពីអត្តចរិតរបស់សិស្សចាអត្តចរិតរបស់សិស្សយ៉ាងណាចាទៅលើអាកប្បកិរិយារបស់គាត់ចាអាកប្បកិរិយាគាត់យ៉ាងម៉េចដែរនៅក្នុងថ្នាក់រៀនហ្នឹងណាចាចានេះខ្ញុំសូមចប់ចំណុចរបស់ខ្ញុំត្រឹមប៉ុណ្ណឹងចានៅក្នុងការសង្ខេបមេរៀនទី2របស់លោកគ្រូចាសូមអរគុណ